vàថ្ងៃនេះធ្វើការបដូរសម្បកនឹងពោះវៀនបាទដើម្បីបដូរសម្បកនឹងពោះវៀនមកសម្បកយើងដាក់ហើយលើយើងចាប់ផ្ដើមដាក់ពោះវៀនបញ្ចូលបាទដើម្បីដាក់ពោះវៀនហ្នឹងគឺយើងបាទលាបប្រេងវាតិចទៅកលឹងជំវិញសម្បកហ្នឹងដើម្បីឲ្យវាល្អិលបាទលើយើងដាក់វ៉ាល់ចូលមុនបាទចាប់តាមញាត់ចូលប្រដោះវ៉ាល់ហើយយកជើងយើងជន់បាទឲ្យជាប់មកបាទធ្វើបែបនេះធ្វើម៉េចយើងសេរីយកវ៉ាល់ចូលតាមប្រឡោះបាទចាប់ដើមញាត់ពោះវៀនវាចូលខាងបាទហ្នឹងហើយដាក់ឲ្យវិលមកជុំទៅនេះរបៀបដាក់ពោះវៀនបញ្ចូលគឺបែបហ្នឹងបាទយកដៃយើងរុញឲ្យចូលកលឹងជុំវិញទៅបាទមិនឯណាអត់មូសៅបញ្ចូលញាត់ចូលដែរទេបាទតើតាមមូចេញចេះបានដាក់ទៅបញ្ចូលបាទឥឡូវយើងចាប់ផ្ដើមធ្វើការមូឡើងវ៉ាល់របស់យើងមកបញ្ចូលបាទឥឡូវយើងគោះការដែលគោះយើងដាក់បញ្ចូលប្រើដៃតែមួយបានទេតែបើគោះចេញយើងប្រើដៃពីរបាទហ្នឹងហើយកាលពីមុនកាលសបករៀងទាន់សឹងថាប្រើតែកែងជើងជន់ក៏ចូលហើយឥឡូវយើងយកដៃជួយគោះបាទដៃតែមួយបានណាខ្ញុំក្នុងការគោះបញ្ចូលបាទចិត្តហើយបាទយើងព្យាយាមប្រើកម្លាំងដៃតិចបាទហើយកម្លាំងដៃយើងខ្លាំងដែរបានដាក់ទៅចូលស្រួលបាទនេះជាការស្រេចហើយបាទនេះណាអូខេរួចរាល់អរគុណសម្រាប់ការតាមដានបាទនេះរួចហើយបាទក្នុងការដាក់ពោះវៀន